cái cây ăn lúa cứ dân trật đằng thá kén cứ chìa phai mùi này tôm lóp rồi bong mình được cục cục khi tăng ở rồi mỗi cái dân ai để dạy bàn thà cá kén với cơ chia cá sầm rã ở đầu bọc cuộc bàn mình được cục khi đôi chân này đầm bầy cá sầm rã ở bọc cuộc bàn bán cứ dân trời cá cao kén hai con nô phong đáy mùi tiệt cá kén nú coi chia chùm này mùiនៅក្នុងការជួយឲ្យធម្មពលរបស់មនុស្សគ្រប់គ្នាគឺមានការកើនឡើងពេលព្រោះនៅពេលដែលខួរក្បាលរបស់យើងសម្រាកខួរក្បាលរបស់យើងធម្មពលរបស់យើងនឹងចាប់ផ្ដើមកើនឡើងបន្តិចម្ដងឡើងវិញដូច្នេះអ្នកដែលគាត់គេងអត់បានស្កប់ឬក៏គេងអត់បាននោះជាទូទៅគឺភ្ញាក់ឡើងតែងតែគាត់មានអារម្មណ៍ថាអត់មានកម្លាំងខ្សោះកម្លាំងដូច្នេះនិយមន័យនៃការគេងគឺជាផ្នែកមួយនៃការសម្រាករបស់ខួរក្បាលហើយអ្នកដែលបានគេងដែលគាត់មានសុបិនច្រើនយល់សប្តិច្រើនមានតែខួរក្បាលរបស់គាត់គឺអត់បានសម្រាកដូចទេជាមូលហេតុមួយដែលឃើញថាការគេងគឺពិតជាមានសារៈសំខាន់ខ្លាំងបំផុតតែម្ដងតាមការពិតទៅការគេងវាក៏ជារោគសញ្ញាដ៏ពិសេសមួយរបស់ជំងឺមួយដែលមានឈ្មោះថាជំងឺផ្លូវចិត្តប៉ុន្តែរាល់វិបត្តិដំណេកទាំងអស់មិនមែនមកតែពីបញ្ហាផ្លូវចិត្តតែមួយមុខនោះទេគឺមានកត្តាផ្សេងជាច្រើនទៀតដូចជាទី1គាត់ក៏មានវិបត្តិអរម៉ូនដែរដូច្នេះវិបត្តិអរម៉ូនក៏ជាការជំរុញដែលធ្វើឲ្យគាត់គេងអត់លក់ដែរព្រោះអរម៉ូនរបស់គាត់គឺមានសារៈសំខាន់ណាស់ដូចជាអរម៉ូនគេហៅថាអរម៉ូនភេទស្ត្រីមានអេស្ត្រេនស្តេរ៉ូនបរិសុទ្ធមានដេស្តេរ៉ូនហើយនឹងអរម៉ូនមួយទៀតគឺអរម៉ូននៅលើក្រពេញតម្រងនោមដែលគេហៅថា cortisol ឬក៏គេហៅថា DHA ដូច្នេះអរម៉ូនទាំងអស់នោះប្រសិនបើមានការប្រែប្រួលក៏ធ្វើឲ្យគាត់គេងអត់លក់ដូចគ្នាដែរហើយមួយវិញទៀតនោះគឺអាចមកពីគាត់ពលលោហៈធ្ងន់ជាទូទៅរាល់ថ្ងៃនេះគឺយើងបានប៉ះពាល់ជាមួយនឹងលោហៈដែលជាតុងដែងដែលជាសំណដែលជាបារតដែលជាអាសនិកក៏ប៉ុន្តែយើងអត់ចាប់អារម្មណ៍ទេអញ្ចឹងប្រសិនបើគាត់មានកំហាប់លោហៈធ្ងន់ច្រើននៅក្នុងឈាមរបស់គាត់ក៏ធ្វើឲ្យគាត់គេងអត់បានលក់ផងដែរហើយការគេងអត់លក់នោះវាគឺជារោគសញ្ញាមួយមានរោគសញ្ញាបន្ទាប់បន្សំផ្សេងជាច្រើនទៀតអញ្ចឹងមានន័យថាការគេងអត់លក់និងវិបត្តិដំណេកនេះមិនមែនតែជាមូលហេតុនៃបញ្ហាផ្លូវចិត្តមួយមុខតែប៉ុណ្ណឹងនោះទេវាគឺជាបញ្ហាផ្សេងទៀតដែលអាចនឹងកើតឡើងទៅលើរាងកាយរបស់គាត់នោះគឺជាផ្នែកមួយនៃវិបត្តិដំណេកដូច្នេះយើងត្រូវតែរកមើលមូលហេតុថាមូលហេតុអ្វីដែលនឹងធ្វើឲ្យគាត់មានបញ្ហារវើរវាយទាំងអស់នេះកើតឡើងខួរក្បាលរបស់មនុស្សយើងគឺត្រូវការសម្រាកដូច្នេះរាល់ថ្ងៃនេះយើងគេងមានន័យថាឧទាហរណ៍យើងគេង6ម៉ោងស្កប់មានន័យថាពេលដែលយើងគេងលក់ទៅគឺពិភពលោករបស់យើងនេះបានចាក់ចេញពីយើងបាត់ទៅហើយដូច្នេះនៅពេលដែលយើងភ្ញាក់ឡើងវិញគឺពិភពលោកមួយនេះត្រឡប់មករកយើងសាជាថ្មីហេតុអ្វីដោយសារតែពេលដែលយើងគេងលក់ញៀនទាំង5របស់យើងក៏បានបិទអញ្ចឹងនៅពេលដែលញៀនទាំង5យើងបិទមានន័យថាយើងអត់មានសតិនៅក្នុងការដឹងនឹងខ្ពស់នោះទេសតិដឹងរបស់យើងនឹងទាបចុះរហូតប្រសិនបើយើងញែករវាងការគេងហើយនឹងសេចក្តីស្លាប់គឺនៅគៀកគ្នាតែម្ដងដូច្នេះមានថាសេចក្តីស្លាប់គឺសតិដឹងរបស់យើងបាត់អស់រលីងពីរូបរាងកាយរបស់យើងផ្ទាល់តែម្ដងនោះគឺជាសេចក្តីស្លាប់រោគសញ្ញាដែលយើងមើលឃើញថាមានបញ្ហាទៅលើផ្លូវចិត្តនោះគឺជំងឺផ្លូវចិត្តចែកចេញច្រើនផ្នែកដូចជាបញ្ហាថប់អារម្មណ៍ដែលហៅ anxiety ហ្នឹងមួយទៀតគេហៅថាវិបត្តិផ្លូវចិត្តឬគេហៅថា depression នេះហើយមួយទៀតនោះគឺមានជំងឺមួយចំនួនគេហៅថា stress ក៏ជាផ្នែកមួយនៃបញ្ហាផ្លូវចិត្តផងដែរមានបញ្ហាតាក់ទងជាមួយនឹងលនីមានថាគាត់មានបញ្ហាទៅលើរលកខួរក្បាលនោះក៏ជាមូលហេតុមួយដែរនោះដល់គាត់ធ្វើឲ្យយើងគេងអត់បានលក់ស្រួលដូចនៅក្នុងអ្នកដែលគាត់លក់ដំណេកស្កប់ផងដែរមួយទៀតតាក់ទងជាមួយនឹងវិបត្តិដំណេកនេះរួមជាមួយនឹងជាមូលហេតុនៃជំងឺផ្លូវចិត្តនោះដោយសារអីរបៀបនៅក្នុងការរករោគវិនិច្ឆ័យវិញរួមជាមួយនឹងការព្យាបាលគឺដំបូងបំផុតលោកគ្រូពេទ្យគឺគាត់ត្រូវតែមានការសួរនាំមានតែធ្វើ physical exam នោះមានន័យថាគេហៅថាប្រឹក្សាផ្លូវចិត្តនោះក៏ជាផ្នែកមួយនៃការរាប់ចាត់ទុកជារោគវិនិច្ឆ័យហើយក៏ជាផ្នែកមួយសំខាន់នៅក្នុងការព្យាបាលផ្លូវចិត្តផងដែរ
បន្ទាប់មកទៀតនោះគឺនៅពេលដែលយើងគ្រប់គ្នាដឹងអំពីរោគវិនិច្ឆ័យហើយនោះទើបយើងអាចធ្វើការព្យាបាលបានរបៀបនៃការធ្វើការព្យាបាលនោះជាទូទៅគេតែងញែកជា4ការព្យាបាលដោយគេហៅថា psychotherapy មានតែយើងនិយាយយើងជជែកឲ្យអ្នកជំងឺបានយល់ត្រឡប់មករកភាពត្រូវប្រសើរវិញព្រោះបញ្ហាគឺគាត់យល់អត់ត្រូវនឹងធ្វើឲ្យគាត់បារម្ភរហូតយល់អត់ត្រូវក៏ធ្វើឲ្យគាត់រវើរវាយធ្វើឲ្យគាត់សម័យសម័យរហូតដូច្នេះគេហៅថាការប្រឹក្សាផ្លូវចិត្តគឺឲ្យគាត់មកយល់ត្រូវវិញមួយវិញទៀតនោះគឺតកតងជាមួយនឹងការប្រើថ្នាំជាទូទៅអ្នកដែលមានបញ្ហាផ្លូវចិត្តគេហៅថា neuron strength figure របស់គាត់ dopamine ឬក៏ serotonin របស់គាត់គឺវា imbalance មានន័យថាវាអត់មានប្រក្រតីគ្នាទេអញ្ចឹងតកតងជាមួយ neuron protector នេះវាអត់ balance អញ្ចឹងពេលដែលអត់ balance គឺត្រូវប្រើថ្នាំដើម្បីឲ្យ neuron transmitter របស់គាត់ហ្នឹងមករកភាពប្រក្រតីវិញនោះក៏ការព្យាបាលដោយការប្រើថ្នាំមួយវិញទៀតនោះគឺយើងប្រើការព្យាបាលអមយើងហៅថាការធ្វើសមាធិឬក៏ meditation អញ្ចឹងពេលបច្ចុប្បន្ននេះយើងឃើញហើយថាមានប្រជាប្រិយភាពនិងមានការសាកល្បងទៅធ្វើការសមាធិវិបស្សនាអីផ្សេងៗដែលយើងបានឃើញនៅក្នុងបណ្ដាញសង្គមរាល់ថ្ងៃហើយនោះក៏ជាផ្នែកមួយនៃការព្យាបាលផ្លូវចិត្តឬក៏ព្យាបាលផ្លូវអារម្មណ៍ដូច្នេះការសមាធិក៏មានបែកចេញដែរគឺ for being គឺការសមាធិបែបសុខភាពនិងសមាធិសម្រាប់ spiritual មានន័យថាសមាធិបែបព្រលឹងវិញ្ញាណនោះគឺជាផ្នែកមួយនៃការព្យាបាលផ្លូវចិត្តដូចគ្នាដែរមួយទៀតជាចុងក្រោយយើងនិយាយអំពី yoga វិញ yoga នរណាក៏ធ្លាប់ដឹងអំពី yoga ដែររបៀបលំហាត់ប្រាណមួយបែបនៃការបត់ចុះបាត់ឡើងនោះឯងដូច្នេះ yoga ក៏ជាផ្នែកមួយនៃការព្យាបាលផ្លូវចិត្តមួយទៀត yoga for health មានន័យថា yoga ដើម្បីសុខភាពអនុវត្ត yoga សម្រាប់សុខភាពនិង yoga for spiritual មានន័យថា yoga សម្រាប់ព្រលឹងវិញ្ញាណអ្នកខ្លះក៏ធ្វើសម្រាប់សុខភាពធម្មតាអ្នកខ្លះទៀតក៏ធ្វើ yoga សម្រាប់ spiritual គឺបែបព្រលឹងវិញ្ញាណអញ្ចឹងការព្យាបាលផ្លូវចិត្តប្រសិនបើយើងព្យាបាលឲ្យមានប្រសិទ្ធភាពខ្ពស់ឆាប់មានលទ្ធផលយើងគួបផ្សំមួយកត្តាទាំង4ព្រោះ yoga ក៏សំខាន់ហើយអ្វីនៅពេលដែលយើងអនុវត្ត yoga ប្រព័ន្ធឈាមរត់របស់យើង circulatory system របស់យើងបងប្រព័ន្ធប្រសាទរបស់យើង neuron system របស់យើងប្រព័ន្ធសាច់ដុំរបស់យើងគេហៅ muscular system ក៏ធ្វើឲ្យប្រព័ន្ធទាំង3នោះមានភាពរស់រវើកនៅពេលដែលមានភាពរស់រវើកគឺចរន្ត chemical reaction បាទមានន័យថាការ flow លំហូរនៃសារជាតិគីមីទាំងអស់នោះគឺមានលំហូរស្រួលមានលំហូរប្រក្រតីដែលធ្វើឲ្យសុខភាពរបស់យើងនឹងល្អប្រសើរដូច្នេះយើងក៏ដឹងថាមូលហេតុនៃជំងឺផ្លូវចិត្តគឺមានន័យថាជំងឺខួរក្បាលមានន័យថាខួរក្បាលយើងពោពេញទៅដោយ neuron ពោពេញទៅដោយប្រព័ន្ធប្រសាទអញ្ចឹងនៅពេលដែលប្រព័ន្ធប្រសាទរបស់យើងគេហៅថា cortical ឬមួយក៏ neuron protector របស់យើងវាដើរអត់ប្រក្រតីអត់ធម្មតាវា imbalance ក៏ធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តផងដែរអញ្ចឹងតែនេះក៏ជាការផ្ដល់ជូននៅលក្ខណៈពិសេសហើយតើតើមកវិបត្តិដំណេកប្រជាជនទូទៅទាំងអស់គេអត់លក់ក៏តែងតែទៅទិញថ្នាំពី pharmacy គឺវាមានច្រើនទម្រង់ដែលទិញជាទូទៅយកមកប្រើអញ្ចឹងថ្នាំទាំងនោះប្រសិនបើយើងប្រើមានន័យថាប្រសិទ្ធភាពរបស់គាត់នឹងធ្វើឲ្យយើងគេងក៏ប៉ុន្តែផលលំបាករបស់គាត់នៅពេលដែលយើងប្រើទៅគឺចាប់ផ្ដើមញៀនពេលដែលយើងប្រើហើយអញ្ចឹងលំបាកនៅក្នុងការបញ្ឈប់អញ្ចឹងមុនដំបូងកន្លះគ្រាប់ក្រោយ1គ្រាប់ក្រោយមក2គ្រាប់ឡើងរហូតអញ្ចឹងអ្វីដែលចាំបាច់បំផុតនោះគឺយើងទៅប្រឹក្សាជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បីឲ្យគាត់ដឹងអំពីមូលហេតុនៃជំងឺផ្លូវចិត្តរបស់យើងដូច្នេះនៅពេលដែលយើងព្យាបាលមានន័យថាយើងកាត់ឫសគល់នៃជំងឺផ្លូវចិត្តរបស់យើងបានប្រសិទ្ធភាពខ្ពស់និងផលប៉ះពាល់យូរអង្វែងនោះគឺការគេងលក់មិនបានល្អប្រសើរនេះឯងមួយទៀតតកតងជាមួយនឹងការបង្ការវិញបងប្អូនទាំងអស់គ្នាវិបត្តិដំណេកឬមួយគេហៅថាការគេងមិនលក់នេះគឺយើងទាំងអស់គ្នាគ្រាន់តែរៀនធ្វើការសង្កេតខ្លួនឯងអំពីផ្លូវចិត្តរបស់ខ្លួនឯង
រៀនសង្កេតអំពីប្រព័ន្ធនៃការគិតរបស់យើងមានន័យថាខួរក្បាលរបស់យើងយល់ដឹងបានច្រើនគឺយើងអាចដោះស្រាយបានច្រើននៅវិបត្តិដែលវានឹងកើតឡើងសម្រាប់រូបកាយរបស់យើងនិងវិបត្តិដំណេកនិងជំងឺផ្លូវចិត្តចឹងយើងដឹងហើយពីតូចរហូតដល់ធំយើងអាចបានចាប់អារម្មណ៍រៀនអំពីរបៀបនៅក្នុងការមើលមកខ្លួនឯងមើលចិត្តរបស់ខ្លួនឯងមើលរាងកាយរបស់ខ្លួនឯងអត់ដែលបានមើលនោះទេយើងរៀនដែររៀនតែធ្វើម៉េចដើម្បីឲ្យខ្លួនឯងយើងអាចរៀនចេះជាងគេរៀនបានលេខ1រៀនដើម្បីទទួលបានការងារល្អរៀនដើម្បីទទួលបាននៅលុយច្រើនរៀនដើម្បីឲ្យយើងអាចរកការងារល្អបានធ្វើនោះគឺជាការរៀនមួយបាទដែលយើងមើលតែកត្តាខាងក្រៅទេក៏ប៉ុន្តែយើងអាចដែលរៀនមើលពីកត្តាខាងក្នុងទេថាតើរូបរាងកាយរបស់យើងនេះដែលយើងគេហៅថា super computer មួយវាមានអីខ្លះយើងអាចដែលបានចាប់អារម្មណ៍ទេយើងរៀនបានតិចបំផុតដូច្នេះបងប្អូនទាំងអស់គ្នាការរៀនបានតិចនេះហើយដែលធ្វើឲ្យយើងអាចគ្រប់គ្រងខ្លួនឯងបានដែលធ្វើឲ្យយើងមិនអាចគ្រប់គ្រងផ្លូវចិត្តដែលធ្វើឲ្យយើងមិនអាចគ្រប់គ្រងរបៀបនៃការរស់នៅរបស់យើងបានតាមរយៈការញ៉ាំការគេងឬក៏ការដើរលំហាត់ប្រាណនោះហើយដែលធ្វើឲ្យមានការប៉ះពាល់ដល់ខ្លួនយើងបើទោះបីថាយើងអាចជាសិស្សពូកែមែនយើងរៀនបានខ្ពស់និទេសល្អបណ្ឌិតឬមួយក៏យើងរកលុយបានច្រើនក៏ពិតមែនក៏ប៉ុន្តែនៅពេលដែលយើងអត់អាចនឹងអត់ដឹងពីរបៀបនៃការគ្រប់គ្រងរាងកាយរបស់យើងទេនោះវានឹងស្មើនឹងយើងជាមនុស្សដែលឈឺម្នាក់ហើយសូមជម្រាបជូនបងទាំងអស់គ្នាផងដែរជាចុងក្រោយមួយទៀតនោះតកតងជាមួយវិបត្តិដំណេកនេះបងសង្កេតឃើញហើយថានៅក្នុងសម័យ digital របស់យើងព័ត៌មានគ្រប់យ៉ាងគឺនៅក្នុងដៃរបស់លោកអ្នកមានន័យថាព័ត៌មាននៅក្នុងពិភពលោកគឺនៅលើបាតដៃរបស់យើងតាមរយៈ screen ទូរស័ព្ទដូច្នេះនៅពេលដែលយើងខួរក្បាលទទួលបានព័ត៌មានច្រើនពេកវាពិតជាលំបាកនៅក្នុងការទប់ដែរខួរក្បាលរបស់យើងមានតួនាទីទទួលយកព័ត៌មានយកមកទប់ហើយយកមកវិភាគអញ្ចឹងប្រសិនបើយើងទទួលបានព័ត៌មានច្រើនពេកគឺខួរក្បាលរបស់យើងពិបាកនៅក្នុងការទប់ដូច្នេះនៅពេលដែលពិបាកនៅក្នុងការទប់គឺពិបាកនៅក្នុងការគ្រប់គ្រងចលនាខួរក្បាលរបស់យើងផងដែរអញ្ចឹងនៅពេលដែលយើងលំបាកនៅក្នុងការគ្រប់គ្រងចលនាខួរក្បាលរបស់យើងហើយនោះគឺនោះហើយជាហេតុជាបច្ច័យដែលធ្វើឲ្យយើងគេងអត់លក់ព្រោះហេតុអីខួរក្បាលរបស់យើងគឺមានទំនោរមួយវិភាគហើយនឹងដើររហូតតែម្ដងជាឧទាហរណ៍ទៅនៅពេលយប់ឡើងយើងចាប់ផ្ដើមមើលទូរស័ព្ទអញ្ចឹងព័ត៌មានបុកចូលមកច្រើនណាអញ្ចឹងពេលដែលព័ត៌មានមកច្រើនខួរក្បាលរបស់យើងចាប់ផ្ដើមវិភាគរហូតអញ្ចឹងពេលខ្លះយើងគេងទៅគេអត់លក់ទេមុននឹងយើងគេងលក់ក៏យើងគេងទៅសុបិនឃើញប្លែកជាពិសេសព័ត៌មានដែលតាក់ទងជាមួយនឹងខ្លួនយើងផ្ទាល់តាក់ទងជាមួយនឹងផលប្រយោជន៍របស់ខ្លួនយើងផ្ទាល់អញ្ចឹងយើងត្រូវចាប់អារម្មណ៍កន្លែងនេះផងដែរនៅក្នុងនោះផងដែរសូមជម្រាបជូនបងក្រុមការងារវ៉ាវមានវគ្គពិសេសមួយគេហៅថាវគ្គធម្មពលក្នុងការអង្គុយស្ងៀមវគ្គនេះយើងអាចនិយាយជាវគ្គ meditation ដែរប៉ុន្តែមិនមែនជាវគ្គ meditation បែបសាសនានោះទេគឺជាវគ្គធម្មពលនៅក្នុងការអង្គុយស្ងៀមដើម្បីស្រូបទាញយកធម្មពលពីចក្រវាឡមានជំនឿលើចក្រវាឡនិងផ្ដល់ឲ្យខ្លួនឯងទទួលបានធម្មពលពិសេសមួយហើយក្នុងនោះផងដែរក៏ធ្វើឲ្យលោកអ្នកគេងលក់ស្រួលជើងប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមបញ្ជាក់ថាគ្រប់ធម្មពលអង្គុយស្ងៀមនេះផងដែរគឺដំណើរការមួយវគ្គឥឡូវនេះយើងចាប់ផ្ដើមដល់ធម្មពលអង្គុយស្ងៀមបាទ A06 ហើយដែលនឹងចាប់ផ្ដើមដំណើរការទទួល member ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី15បាទខែមិថុនាឆ្នាំ2025បាទអញ្ចឹងសូមបងរស់រានទំនាក់ទំនងមកកាន់លេខទូរស័ព្ទដែលមាននៅលើអេក្រង់កុំព្យូទ័រឬក៏អេក្រង់ទូរស័ព្ទដៃរបស់អ្នកនៅក្នុង channel YouTube នេះផងដែរអរគុណចំពោះការផ្ដល់ឱកាសឲ្យខ្លួនឯងបានមកទទួលយកធម្មពលដ៏ពិសេសមួយសម្រាប់ឲ្យខ្លួនឯងគេងលក់បានស្រួលជួបគ្នានៅវីដេអូក្រោយបញ្ហាដែលបណ្ដាលឲ្យលោកអ្នកកើតមុនជាប់ក្រហមរលាស់សរសៃដោយសារតែផ្ទៃមុខរបស់លោកអ្នកមានរុនរោមធំនិងជ្រៅហើយរុនរោមទាំងនោះហើយដែលធ្វើឲ្យបាក់តេរីនៅទុំតោងជាប់បានយូរឥឡូវនេះលោកអ្នកអស់កង្វល់ហើយMake Beauty Serum ផលិតផលស្តង់ដារសហរដ្ឋអាមេរិកគុណភាពខ្ពស់មានការទទួលស្គាល់ពីក្រសួងសម័យទាំងសងខាងមានទូនាទីនៅក្នុងការផ្ដល់សំណើមផ្ចិតរុនរោមធ្វើឲ្យរុនរោមតូចជាងមុនដែលមិនបណ្ដាលឲ្យបាក់តេរីអាក្រក់នៅទុំតោងលើផ្ទៃមុខរបស់អ្នកបានយូរនោះទេជាពិសេសសម្រាប់លោកអ្នកដែលមានបញ្ហាផ្ទៃមុខខ្មោចមុនធំឬក៏ញិចមុនមានស្នាមនៅលើផ្ទៃមុខអស់កង្វល់ជាមួយ Make Beauty Serum លោកអ្នកចង់បានផ្ទៃមុខស្រស់ស្អាតត្រឡប់មកវិញសូមទំនាក់ទំនង inbox មកកាន់ page របស់ក្រុមការងារវ៉ាវ TikTok YouTube
ឬក៏មកកាន់លេខទូរស័ព្ទ088 79 68 054 093 79 75 38 012 906 700 សេវាកម្មរហ័សទាន់ចិត្តផ្ញើជូនទៅកាន់អតិថិជនគ្រប់25ខេត្តរាជធានីដោយមិនគិតថ្លៃនោះទេអាកាសធាតុមានការប្រែប្រួលផ្ទៃមុខរបស់លោកអ្នកក៏ប្រែប្រួលវ័យរបស់អ្នកប្រែប្រួលផ្ទៃមុខរបស់លោកអ្នកក៏ប្រែប្រួលរបបទទួលទានអាហាររបស់អ្នកមិនប្រក្រតីក៏ធ្វើឲ្យផ្ទៃមុខរបស់លោកអ្នកប្រែប្រួលដែរប្រែប្រួលពីក្មេងទៅជាចាស់ជាងវ័យពេលខ្លះវ័យនេះមិនត្រូវចាស់អញ្ចឹងទេប៉ុន្តែដោយសារផ្ទៃមុខមានជ្រួញមានផ្នត់ឆ្នោតនៅលើថ្ងាសធ្វើឲ្យផ្ទៃមុខរបស់លោកអ្នកមើលទៅចាស់ជាងវ័យអស់កង្វល់យុវជនយុវតីទាំងប្រុសទាំងស្រីប្រើផលិតផលនេះបានដែលមានឈ្មោះថា Beastie Bristine ជាប្រភេទផលិតផល Organic ស្តង់ដារសហរដ្ឋអាមេរិកមានការទទួលស្គាល់ពីសម័យក្រសួងទាំងសងខាងចង់បានផ្ទៃមុខស្រស់ស្អាតត្រឡប់មកវិញ inbox មកកាន់ page Channel YouTube ក្រុមការងារវ៉ាវនិង TikTok ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ088 79 68 054 093 79 75 38 012 906 700សេវាកម្មលឿនរហ័សទាន់ចិត្តផ្ញើជូន25ខែរាជធានីដោយមិនគិតថ្លៃCyvision ផលិតផលស្តង់ដារសហរដ្ឋអាមេរិកអ្នកជំនាញការពារភ្នែកដំណោះស្រាយបញ្ហាភ្នែកស្ងួតព្រិលស្រវាំងចុករយគ្រាប់ភ្នែកសម្លឹងយុបបែកផ្សែងហៀទឹកភ្នែកក្រហាយភ្នែករកាំភ្នែកក្រហាយរមាស់ភ្នែកបន្ថយការឡើងដូចក្រេបភ្នែកបង្កើនសមត្ថភាពភ្នែកមើលឃើញច្បាស់ស្រឡះល្អសម្រាប់លោកអ្នកដែលស្រឡាញ់កែវភ្នែកមិនចង់ឲ្យកែវភ្នែករបស់អ្នកមានបញ្ហាសូម inbox មកកាន់ page TikTok ឬ Channel YouTube របស់ក្រុមការងារវ៉ាវនិងទំនាក់ទំនងមកកាន់លេខទូរស័ព្ទ088 79 68 054 093 79 75 38 012 906 700សេវាកម្មរហ័សទាន់ចិត្តផ្ញើជូនទៅកាន់អតិថិជនគ្រប់25ខេត្តរាជធានីដោយមិនគិតថ្លៃនោះទេ